លោកឧត្តមស្នេហ៍តូហូតសុធីស្នងការនគរបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ខេត្តសៀមរាបនៅថ្ងៃទី14ខែតុលាឆ្នាំ2025វេលាម៉ោង8:00នាទីដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមស្នេហ៍សុថេតអគ្គស្នងការនគរបាលជាតិលោកឧត្តមស្នេហ៍តូហូតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Onlineដោយបានការចូលរួមពីលោកស្រីស្នងការរងទាំងអស់លោកនាយការិយាល័យទាំង33លោកអធិការនគរបាលក្រុងស្រុកទាំង13លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង100និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង6ផងដែរក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមស្នេហ៍ត្រីតូចសុគន្ធស្នងការរងទទួលផែនការងារអន្តោប្រវេសន៍បានផ្សព្វផ្សាយពន្យល់ណែនាំតើអ្វីទៅជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬហៅថា Scam Online និងលើកឡើងនៅបទពិសោធន៍ការងារដែលអនុវត្តបាននាពេលកន្លងមកបន្ថែមលើនោះផងដែរលោកឧត្តមស្នេហ៍តូហូតសុធីស្នងការនគរបាលខេត្តបានមានប្រសាសន៍ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបច្ចុប្បន្ននេះវាបានកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកហើយក៏បានកើតមានជាយូរមកហើយដែរនៅក្នុងពិភពលោកនេះមិនទាន់មានប្រទេសណាមួយដែលអាចចាត់វិធានការបង្ការទប់ស្កាត់បទល្មើសប្រភេទនេះដោយខ្លួនឯងបានទាំងស្រុងនោះទេក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសប្រភេទនេះដូចនេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តការផ្សព្វផ្សាយនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានយល់ដឹងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដើម្បីកាត់បន្ថយហានិភ័យដែលអាចនឹងកើតមានឡើងក្នុងរូបភាពណាមួយ